ទាំងនេះគឺជាកម្ពុជាមនុស្សទាំង15រូបដែលពួកគាត់គឺជាអ្នកបង្កើតរបស់របរប្រើប្រាស់ផ្សេងដែលពួកយើងចាំបាច់មិនអាចអត់ប្រើបាននោះទេពុកម៉ែបងប្អូនដោយសាររបស់របរដែលពួកគាត់បង្កើតនេះគឺមានសារៈសំខាន់ណាស់សម្រាប់យើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងទេពុកម៉ែបងប្អូនកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាតើគាត់ជាអ្នកណាហើយគាត់បានបង្កើតអ្វីខ្លះទី1គឺលោក Martin Cooper លោកគឺជាអ្នកបង្កើតទូរស័ព្ទដៃចល័តដែលលោកបង្កើតក្នុងឆ្នាំ1973ទី2គឺជាលោក Calvin លោកបានបង្កើតឡានតូចដំបូងគេបង្អស់នៅក្នុងឆ្នាំ1885ទី3គឺជាលោក Guglielmo Marconi ដែលលោកជាអ្នកបង្កើតវិទ្យុដំបូងគេបង្អស់បានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1895ទី4គឺជាលោក Wright Brother លោកគឺជាបងប្អូនបង្កើតដែលជាអ្នកបង្កើតយន្តហោះដំបូងគេនៅក្នុងឆ្នាំ1903ទី5គឺជាលោក Nikola Tesla លោកគឺជាអ្នកបង្កើតម៉ូទ័រដំបូងគេបង្អស់នៅក្នុងឆ្នាំ1885ទី6គឺជាលោក Alexander Volta លោកគឺជាអ្នកបង្កើតថ្មពេលដំបូងគេបង្អស់នៅក្នុងឆ្នាំ1799ទី7គឺជាលោក Nicholas Nielsen លោកគឺជាអ្នកបង្កើតកាមេរ៉ាដំបូងគេបង្អស់នៅក្នុងឆ្នាំ1816ទី8គឺលោក Thomas Edison លោកគឺជាអ្នកបង្កើតអំពូលភ្លើងមុនគេបង្អស់នៅក្នុងឆ្នាំ1879ទី9គឺលោក Rudolf Diesel ដោយលោកគឺជាអ្នកបង្កើតម៉ាស៊ីនម៉ាស៊ូតដំបូងគេបង្អស់នៅក្នុងឆ្នាំ1858ទី10គឺជាលោក Thomas Newcomen លោកគឺជាអ្នកបង្កើតឡានដើរដោយចំហាយទឹកនៅក្នុងឆ្នាំ1898ទី11គឺជាលោក Alexander Graham Bell លោកគឺជាអ្នកបង្កើតទូរស័ព្ទលើតុដំបូងគេបង្អស់នៅក្នុងឆ្នាំ1876ទី12គឺជាលោក Samuel Morse លោកគឺជាអ្នកបង្កើត Stellarcraft នៅក្នុងឆ្នាំ1830ទី13គឺជាលោក Alfred Nobel ដែលលោកជាអ្នកបង្កើត Dynamic មុនគេបង្អស់នៅក្នុងឆ្នាំ1867ទី14គឺជាលោក Enrico Fermi លោកគឺជាអ្នកបង្កើតអាវុធនុយក្លេអ៊ែរគឺជាអាវុធប្រឡាយលោកដែលអាចបំផ្លាញលោកបានទាំងមូលហើយលោកបង្កើតនៅក្នុងឆ្នាំ1942ទី15គឺជាលោក Michael Faraday លោកគឺជាអ្នកបង្កើតតួប៊ីនបំប្លែងភ្លើងនៅក្នុងឆ្នាំ1885ជាការពិតណាស់បងប្អូនសម្រាប់ការប្រើប្រាស់ក៏ដូចជាវត្ថុប្រចាំថ្ងៃដែលយើងបានប្រើប្រាស់ដោយមិនដឹងថាអ្នកណាគឺជាអ្នកបង្កើតនោះទេបងប្អូនតាមការពិតគឺនៅខាងផ្នែកអឺរ៉ុបគឺពួកគាត់ពូកែខាងស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្រគីមីវិទ្យានិងរូបវិទ្យាអញ្ចឹងទេទើបការស្រាវជ្រាវឈានទៅដល់ចំណុចកំពូលដែលអាចបង្កើតជារបស់របរនិងដាក់ឲ្យប្រើប្រាស់ទើបអាចចែកចាយទីផ្សារមកលក់នៅខាងផ្នែកអាស៊ីរបស់ពួកយើងបងប្អូនអញ្ចឹងទេយើងទាំងអស់គ្នាគួរណាតែខំសិក្សាខាងផ្នែករូបវិទ្យាគីមីវិទ្យាដើម្បីឲ្យអាចក្លាយជាប្រទេសមួយដែលបង្កើតនៅអ្វីមួយដោយខ្លួនឯងបានអញ្ចឹងទេពីខ្ញុំបាទ admin មកទើបក៏សូមអរគុណសូមកុំភ្លេចចុច like និង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តនិងទទួលបាននៅវីដេអូចំណេះដឹងក៏ដូចជាវីដេអូអប់រំផ្សេងៗទៀត